បាទជួបគ្នាវីដេអូទី2ត្រង់ចំណុចយើងថូលឧបករណ៍គូរូបការពីវេមុនខ្ញុំបានបង្ហាញអំពីថូលត្រខ្ញុំបានបង្ហាញហើយហើយចំណុចវាពីបន្តនេះគឺខ្ញុំសូមបង្ហាញអំពី Tool Fill អញ្ចឹងមានន័យថាដើម្បីបាន Tool Fill យើងត្រូវប្រើប្រាស់ Tool Draw សិនគូរូបសិនហើយបើយើងអាចប្រើ Tool Fill បានអញ្ចឹងយើងចុចលើត្រង់ចំណុច Select Shape នេះមានន័យថាយើងដាក់ពណ៌ផ្ទៃរបស់ Shape Object ដែលយើងបានបង្កើតឡើងឬក៏យើងអាចជ្រើសរើសត្រង់ចំណុចនេះក៏បានដែរបាទវាត្រង់ចំណុច Grade Shape នេះគឺយើងអាច Grade Shape បាននៅពេលសម្រាប់គូរូបដែលវាអត់ទាន់មានផ្ទៃឧទាហរណ៍យើងគូរូបនេះមួយចេញលើទេសទៅលើនេះហើយដាក់ Grade Shape ដើម្បីឲ្យវាមាន stroke ខ្លាំង Grade Shape នេះសម្រាប់បង្កើត Shapeវាអាចសិក្សាស្រាវជ្រាវខ្លួនឯងក្នុង Grade Shape នេះក៏ដល់បាទអញ្ចឹង